នាយករដ្ឋមន្ត្រីថៃចេញបញ្ជាឲ្យវាយកំទេចស្នាក់ការប៉ូលីសនៅបាងកកនាយករដ្ឋមន្ត្រីថៃលោកអនុទីនចានវីរៈកូលបានបញ្ជាឲ្យវាយកំទេចអគារស្ថានីយ៍ប៉ូលីសជាបន្ទាន់បន្ទាប់ពីពិនិត្យឃើញថាអគារនោះបាក់គ្រឹះបណ្ដាលមកពីការបាក់ដីលិចទៅក្រោមកាលពីចុងខែកញ្ញាការបាក់ដីលិចទៅក្រោមបានកើតឡើងជាច្រើនកន្លែងរហូតមកដល់ពេលនេះបន្ទាប់ពីការបាក់ដីដ៏រន្ធត់ក្នុងទីក្រុងបាងកកលើកដំបូងកាលពីថ្ងៃទី24ខែកញ្ញាហេតុការបាក់ដីនោះមានជម្រៅប្រមាណ50ម៉ែត្រចំថ្ងៃដែលនាយករដ្ឋមន្ត្រីអនុទីនដឹកនាំគណៈរដ្ឋមន្ត្រីចូលស្ពតនៅមុខព្រះមហាក្សត្រថៃយោងតាមសារព័ត៌មានដឹកស្ទេតថាមនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកអនុទីននៅថ្ងៃទី4ខែតុលាបានផ្ដល់ដំណោះស្រាយសម្រេចឲ្យកំទេចស្ថានីយ៍ប៉ូលីសដែលស្ថិតនៅទល់មុខមន្ទីរពេទ្យវេជីរាក្រោយពីការវាយតម្លៃអគារនេះគេបានរកឃើញគំនរគ្រឹះបន្ថែមទៀតដែលបាក់ដោយសារប្រហោងលិចដែលកើតឡើងកាលពីថ្ងៃទី24ខែកញ្ញាលោកអនុទីនចានវីរៈកូលបញ្ជាក់ថាផ្អែកតាមការចុះពិនិត្យនៅយប់ថ្ងៃទី3ខែតុលាខ្ញុំយល់ស្របផ្ទាល់ខ្លួនថាអគារនេះត្រូវតែរុះរើប៉ូលីសត្រូវការកន្លែងថ្មីធ្វើការព្រោះស្ថានភាពគ្រឹះនៃអគារត្រូវបានចាប់ផ្ដើមផ្ដាច់ចេញ